សួស្តីបងប្អូនតិចក្រាញ់មកទៀតហើយចឹងនិយាយថាយើងមកធ្វើការកាត់សម្អាតកញ្ចក់តិចក្រាញ់ណាកញ្ចក់ហ្នឹងដោះមកវារៀងលក្ខណៈក្តោបសាច់ចឹងហ្នឹងហើយតែពេលវាក្តោបទៅវាគៀបជាប់សាច់ហើយណាប់ចិត្តអើយមានអីទេរាល់ថ្ងៃកាត់សម្អាតស្បែកកញ្ចក់ក្រិនហ្នឹងហើយកាត់កញ្ចក់ដែលដុះគៀបហ្នឹងយើងធ្វើការកាត់ហើយយើងកាត់ទាញវាមកឲ្យវាអស់ពីខាងក្នុងមកចឹងណាហ្នឹងហើយកញ្ចក់ជើងគាត់នេះមើលទៅក្តោបទូវាចាក់គៀបជាប់សាច់អញ្ចឹងណាយើងមិនសាច់នៅគៀនហ្នឹងឬក៏កញ្ចក់អីហ្នឹងយើងកាត់យើងផ្អៀងកាត់វាបន្តិចហ្នឹងមកកាត់ទាញវាមកអស់មកវារឹបចូលសាច់ទៅវាល្មមឈឺល្មមចឹងណាណាប់ចិត្តឃើញអត់យើងកាត់ហើយយើងធ្វើយកតែឆ្កេះគៀកវាមកឃើញអត់គៀកវាមកឆ្ងាញ់ណាហើយសួរថាអ្នកមិនធ្លាប់កាត់តិចខ្លាញ់អត់ដឹងទេថាឈឺថាអីចឹងទៅតែបើអ្នកមានតិចក្រាញ់វិញអូល្មមស្រួលបនអត់តិចកាត់ឲ្យទេបើសិនណាកាត់ហើយនៅតែនេះគេមិនមកកាត់ទេកាត់ឲ្យវាស្រួលជើងវាធូរដូចថាកប់ណែនអញ្ចឹងវាឈឺល្មមដូចមានស្អីនៅក្នុងជើងយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងនៅមិនស្ងប់ចិត្តទេយើងមកធ្វើការកាត់តែបើអ្នកអត់មានតិចក្រាញ់គេថាមិនកាត់ទេខ្លាចឈឺខ្លាចអីតែបើអ្នកមានវិញបនអត់តនេមកកាត់តិចក្រាញ់ចាញ់ហ្នឹងហើយវាខុសគ្នាណាប់ចិត្តអើយអ្វីក៏ដោយយើងមិនធ្លាប់ប៉ះមិនធ្លាប់ជួបយើងគិតថាយើងអត់ដឹងពីទុកលំបាករបស់គេគឺថាតិចក្រាញ់ហ្នឹងហើយនៅមិនសុខយល់អត់ហ្នឹងហើយយើងកាត់កញ្ចក់បានមួយដុំមកបន្តិចក៏ធូរឆ្កឹះសាច់បានមួយដុំក៏ធូរជើងហ្នឹងដូចថាធ្ងន់ជើងហ្មងបើមានតិចក្រាញ់ណាហ្នឹងហើយអ្នកមានតិចក្រាញ់មិនយល់អ្នកអត់តិចក្រាញ់អត់យល់អ្នកមានតិចក្រាញ់យើងឆ្កឹះចឹងគាត់លំោះជើងគាត់វិញណាហ្នឹងហើយលំោះជើងជីបឥឡូវយើងគៀកអស់ហើយកាត់លេងវាមកតែពេលយើងដកមកធូរជើងគាត់ក៏ថាអស់ហើយធូរហើយយើងច្បាច់ចឹងវាអត់មានស្ទើមានអីទៀតទេណាហ្នឹងហើយបើសិនណាឆ្កឹះអត់ទាន់អស់គាត់ថានៅទេហ្នឹងណាហើយបើអស់ហើយវាស្រួលជើងយើងវាលែងមានបញ្ហាអីទេចឹងថាអ្នកមានជាក្រាញ់បណ្ដឹងអ្នកកប់កញ្ចក់បណ្ដឹងខែកប់កញ្ចក់ហ្នឹងជាក្រាញ់តែមួយហ្នឹងហើយកប់តិចកប់ច្រើនឥឡូវយើងលេងបាញ់ទឹកឲ្យស្អាតរួចរាល់ហើយណាប់ចិត្ត